សួស្តីអ្នកគ្នាជួបជាមួយខ្ញុំទៀតហើយនេះអញ្ចឹងនឹងយើងលេងហ្គេមថ្មីកូនកាត់ដែលរ៉ូតជាមួយនឹង99ថ្ងៃអញ្ចឹងហ្គេមនេះមាន class មានអីដូចទៅហ្គេម99ថ្ងៃអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ហ្គេមទាំងអស់គ្នាដែលហ្គេមនេះខ្ញុំលេងម្នាក់ឯងហើយយើងចូលមកដល់ហ្គេមហើយដំបូងគេបរៀនយើងពីរបៀបលេងចឹងបន្ទាប់ពីយើងធ្វើ tutorial នៅក្បាលហ្គេមហើយគេឲ្យយើងមកទិញអាវុធនៅកន្លែង Smith កាន់ចឹងបន្ទាប់ពីយើងទិញអាវុធហើយគេក៏បន្តបង្រៀនឲ្យយើងមករត់របស់នៅតាមផ្ទះអញ្ចឹងនេះជាហាងរបស់យើងអញ្ចឹងនេះជាយប់ថ្ងៃទី1របស់ខ្ញុំឥឡូវយើងមកបន្តការងារ business យើងទៀតចឹងជាស្រ័យផងអ្នកនរបើសិនជាអ្នកនរស្ដាប់ទៅមានសលេងរំខានឬក៏សំឡេងសើមលួចសើច្បាស់ចឹងដោយសារតែនេះវាជាវីដេអូដំបូងរបស់ខ្ញុំដែរអញ្ចឹងបើសិនជាមានការខ្វះខាតថងណាអីសូមអ្នកនរគ្នាខន្តីអភ័យទោសអញ្ចឹងយើងមកតសាច់ហ្គេមយើងទៀតតពីយកលក់អីឃើញថានៅសល់2នាទីជាងដែរបានយប់អញ្ចឹងខ្ញុំមិនដឹងទៅអីនេះឥឡូវទៅក្រៅតែមើលតាមផ្ទះមើលខ្លាចមានរបស់យកទៀតអញ្ចឹងយើងមករកមើលបានក្នុងផ្ទះនេះមើលមកផ្ទះប៉ុណ្ណាណៃមានដែកមួយអូខេហើយផ្ទះមួយទៀតផ្ទះនេះមានអីខ្លះខ្ញុំគ្រាន់បើចេះផ្ទះមិញលើឈើមួយហើយយើងមកផ្ទះនេះមួយទៀតមើលបងមិនបោះចោលមកអត់ខ្លាំងដល់របស់យើងមានអនុវាយឯងមានហប់ទៀតអូបើកបានលូបទីនអូខេអានេះយើងលូបទីនហ្នឹងយើងទុកយកដើម្បីក្រៅរបស់អីចឹងណាហើយមកផ្ទះមួយទៀតផ្ទះនេះមានហប់ដែរបើកអត់នៅលោកបានលូបទីនទៀតរ៉េតអាម៉ូអូខេបានគ្រាប់បោះត្រេតយ៉ាផ្ទះនេះមានស៊ូប៊ីមានអីពិសេសមកquả này miệt Why are you running?
Why are you running? Đúng ạ. Tan mất. Ôi, ngóp, ngóp à. Tạm bắt chứ mà chui chân rong cua thế nè. Lợi dân ban và lục green môi pita mà. Hay lợi dân rồi để bán tiếp á. Còn nếu sạp ai đáy cháo nè, người đấy em nè, xoay lệch môi. Bây giờ ra đây dân vào mô sạc sọp mình nó vô tới business bao giờ nó sạch trên lôi bao giờ lợi dục tiền ra. Dục tiền dương vay của đây như đó, đã mau vay của đây như đó. Chẳng hàng dân lộ pipe leo nè, về tháng dân lộ ơi tệ chôn dân thầm đá hai bè dốc dân công nhà tệ chôn đá tệ chôn nước tràn tiền lợi dân xoa có mồi mồi giống mà mồi mồi dân máu. Chẳng lư mồm. Ok lột khắc xin bọc kẻ mới. Chẳng cái ao dân từ chui vào phải nè. Chui phải đang phải chịu ban blue print blue ấy tôi dân chui ở ta nó mà nha. Lợi dân cùng tao khóa dân nó trò lợi dân có màu quan sẵn mà. Anh đi sợ business bao giờ nè. Chặt ca ôm á. Hỏi này sạch chịt lôi bao giờ nè. Tập nói dân vô cái thơm mà hố. Lỡ dân vô mà hộp mà chụp ảnh. Tập bị thơm hố và lỡ nhưng mà mơ blueprint dân chui ở ta nó mới. Tập nói nhầm kra là bon đi chẳng nôn phí lỡ vô cái đạn được một hàng sân. Mấy đạn ở về xung bì màu ý chẳng ở bị đá tới đáy tới trường chẳng. Lỡ dân vô mà hộp dân mà lụa máu vì sao ấy. Này nói mối á cháu tới nhà mà hộp mình lỗi. Lỡ dân mà mơ cái lại gunsmithing vì làm tha lên tờ nó quay về này lỡ mà độ tên nhập lên mất thái này lỡ tới nhà pi ở hai mà đá bán ấy. Lợi dân mà xa là bọt mày dân tọt nè gây cho bùi mòn. The next day. Tao bị dục mình dương từ tụi mồi dương hỡi về Phật láng dương mà thở ca thì nã ca bị xử lý bỏ dương to tiết. Chẳng là lời của tao bị dương thở ca háng là lời dương mà đa rồi quan tâm tiết tiết. Khơi chặt tiết phí mấy miên xung bi là lời dương chặt ca vì sao thế. Dương bạch tục bên nằm sao mong thế. Chẳng có tộc bây giờ xâm lại với hai lợi dương mà rời quan lực nông tè miền ấy là bằng tụi có mũi cái miền chỗ này hả lợi dương một tè một tiết tè này có miền phung ý đấy nè trong cái đống chai ơi trong thi không là bỏ vô
tậpពីយើងសម្លាយអស់ហើយឥឡូវយើងមករូទីវ៉ាន់មិញនោះញាក់មែនតែណាគ្រាន់តែងាកមកដល់កណ្ដាលមុខបាត់ហើយឯងឡើងចុច key ខុសតពីរូទីវ៉ាន់ណាយើងមកដើរប្រមូលមួយយើងនឹងសិតលុយពីយើងអាយ៉ាក្នុងផ្ទះនេះមានស៊ូប៊ីមួយទៀតឥឡូវយើងប្រមូលមួយយើងមកក្នុងនេះមានអីវ៉ាន់តាគេយើងប្រមូលតែអីវ៉ាន់ប្រមូលទាំងមួយយើងឥឡូវមេឃជប់ទៀតហើយដល់ម៉ោងប្រយុទ្ធទៀតហើយយើងចាំមើលយប់នេះមួយមកលេងហាងយើងបានម៉ូតូដែរចាំទទួលស្វាគមន៍អស់គ្នាទៅពីយើងស្លែអស់ហើយឥឡូវយើងមកដើរប្រមូលមកអានេះសិតតែជាលុយរបស់យើងខ្ញុំឃើញដើមដបងជាឡូតអ្នកនរគ្នាអូអានោះអត់ស្រួលទេអានោះប្រហែលជាខ្មោចទេនេះដល់យើងចាត់ការវាចោលមួយអញ្ចឹងឆ្លងមកដល់ថ្ងៃទី5យើងនៅតែដដែលអត់មានធ្វើការងារអីខ្លាយទេការងារយើងដដែលរំលាយអីវ៉ាបានដែលយើងចូលមកហើយយកសាច់យកទៅធ្វើម្ហូបដើម្បីលក់យកលុយចាឥឡូវនេះលុយយើងបាន 2000 ហើយឥឡូវខ្ញុំទៅរកមើលទិញកាភ្លើងថ្មីសិនshotgun នេះតម្លៃ 2000 ឥឡូវយើងគ្រប់លុយយើងទិញមួយមកមានអីអែមតើនេះមើលរូបរាងគេហើយគេ shot off អូខេចឹងបន្ទាប់ពីយើងទិញអាវុធឥឡូវយើងមកទិញ bandage ទុកជាបានលបួងឬក៏តម្លាញឈាមនឹងខ្លួនឯងម្ដងចឹងមកដល់យប់ថ្ងៃទី5នេះគឺចម្លែកខុសរដងតែចានពណ៌ក្រហមហើយអាងឹតមកមើលអត់ឃើញឥឡូវប្រយុទ្ធហើយចាំនិយាយតទៀតឥឡូវយើងស្វាគមន៍មួយយើងចាប់ហើយក៏យើងឆ្លងផុតដល់ថ្ងៃទី6ដែរចំសัตว์អីហ្នឹងក៏ហុំដូចដៃមួយសើមាន់សើចឹងម្ដងថ្ងៃទី6ហ្នឹងយើងធ្វើសកម្មភាពធម្មតាយើងកាត់សាច់ចូលសាច់មកធ្វើម្ហូបហើយយកម្ហូបយកទៅលក់យកលុយធម្មតាពីឡើងមកខ្ញុំបានមកឆាយ blueprint ឥឡូវយើងរកត្រែកគេនេះចង់ធ្វើត្រែកតែយកលុយទៅក្រាស់ឥឡូវយើងមកទៅចេញទៅរកតទៅនឹងមកទៀតខ្ញុំក៏សម្រេចចិត្តថានឹងមកជួយអាប៉ែដែលគេបង្ហាញយើងនៅដើមហ្គេម
ឥឡូវហ្នឹងបាន blueprint មែនបន្ទាប់ពីមកជួយគេវិញនឹងយក blueprint បានមកឥឡូវយប់ល្មមអញ្ចឹងដល់ម៉ោងយើងស្វាគមន៍ឲ្យមើលទៀតចឹងកាន់ម្ដងឲ្យទី7យើងនៅតែដដែលយើងត្រូវការរកលុយឲ្យច្រើនដើម្បីយើងអាប់ក្រេតកំភ្លើងរបស់យើងព្រោះថាខ្មោចពីមួយថ្ងៃទៅមួយថ្ងៃវាខ្លាំងទៅហើយពីយើងដាក់នំដាក់អីលក់ហើយឥឡូវយើងមកដើរមកមើលមុខសញ្ញាយើងសិនចាំពេលដែលយើងមានសមត្ថភាពចាំយើងមកចាត់ការ Hello motherfucker ចឹងបន្ទាប់ពីយើងមកពីមើលមន់ឆាកុលក្រីវិញយើងមកដល់ឆាបយុទ្ធយុគទី7 ចឹងមកដល់ថ្ងៃទី8នេះខ្ញុំក្រាស់បានទៅរ៉េតផ្កាយ2នេះចំនួន2អញ្ចឹងយើងយកវាទៅដាក់នៅមុខហាងដើម្បីជួយប្រយុទ្ធយើងនៅពេលយប់តទៅពីដាក់លក់ម្ហូបហើយយើងទៅរកទិញកាភ្លើងថ្មីអញ្ចឹងនៅកន្លែងទិញកាភ្លើងខ្ញុំសម្រេចចិត្តថាខ្ញុំទិញ SMG ព្រោះកាភ្លើងហ្នឹងវារះស្រួលបាញ់ហើយគ្រាប់ច្រើនតបមកយើងទិញគ្រាប់ Portrait យើងចំនួន2បង់ទៀតដើម្បីដាក់គ្រាប់ឲ្យបានច្រើនកុំឲ្យពេលដល់ពេលដែលយើងបាញ់ស្នូវីយប់ឡើងទៅវាអស់គ្រាប់ឥឡូវយើងដល់ម៉ោងសាកភ្លើងថ្មីអស់នេះនេះបោះចោល Round 1. Fight! Talo. sorry. ស្មានតែខ្លាំងបាញ់តែមកដាច់បាត់ឥឡូវយើងយក blueprint មកហើយឥឡូវយកថ្ងៃទី8ល្មមអញ្ចឹងយើងដល់ម៉ោងស្វាគមន៍មួយម៉ោងយើងទៀតហើយ Hello
បន្ទាប់ពីខ្ញុំយកមន់មិញមកធ្វើជាម្ហូបហើយឥឡូវបានឡើងមកផ្ទះក៏ប៉ុណ្ណាដែរចឹងមកដល់ថ្ងៃទី9នេះខ្ញុំនៅតែបន្តរលុយដដែលរវល់តែធ្វើនេះធ្វើនោះឥឡូវហ្នឹងយប់ទៀតហើយ Bruh. You didn't have to cut me off. That we were nothing. កន្លែងនេះខ្ញុំចង់បាញ់ប៉ុន្តែទៅច្រឡំបោះកាភ្លើងចោលឥឡូវមានអីមានអាវសិនហើយនៅពេលដែលខ្ញុំទៅរកសតការរបស់យើងមកវិញអញ្ចឹងមកដល់ថ្ងៃទី10នេះខ្ញុំបានមកទិញបែនដេកថែមព្រោះថាតាមដែលមើលទៅយប់នេះប្រហែលជា Red Moon ទៀតហើយបន្ទាប់ពីនឹងទៅខ្ញុំក៏ដើរមកក្រោយហាងហើយក៏បានជួបនឹងរបស់មួយតែរបស់នេះមើលទៅដូចជាអាចកំបាំងហើយវានឹងបើកនៅថ្ងៃទី11ឥឡូវមេចិត្តយប់ហើយអញ្ចឹងខ្ញុំក៏មកទិញរបស់ដើម្បីធៀមខ្លួនសម្រាប់យប់នេះដោយការសង្ស័យរបស់ខ្ញុំមែនអញ្ចឹងយប់នេះពិតជាយប់ Red Moon មែនហើយយប់ Red Moon នេះនឹងធ្វើឲ្យ zombie ខ្លាំងជាងថ្ងៃធម្មតាអញ្ចឹងបន្ទាប់ពីប្រយោជន៍ហើយខ្ញុំក៏បានដើរទៅក្រោយផ្ទះដើម្បីមើលថាតើអ្វីជាអាចកំបាំងនៅពីក្រោយហាងរបស់យើងចង់ដឹងថាអ្វីជាអាចកំបាំងនៅពីក្រោយផ្លូវចុះទៅក្រោមដីនេះយើងនឹងជួបគ្នានៅវីដេអូ Part 2